យ៉ាឡូអ្នកគ្នាខ្ញុំបាទ Potato ហើយថ្ងៃហ្នឹងដែរខ្ញុំមកលេងនៅក្នុង server Master P4 ទៀតហើយខ្ញុំមកថ្ងៃហ្នឹងគឺមានច្រើនទេមានរឿងតិចតួចអ្នកគ្នាហើយរឿងហ្នឹងវាអត់ធំទេអ្នកគ្នាគឺពាក់ព័ន្ធជាមួយនឹង player Red Pass ដែលនៅក្នុង P4 ហ្នឹងខ្ញុំទៅអ្នកគ្នាខ្ញុំឆ្ងល់រឿងមួយដែលថាពួកគាត់ចូលចិត្ត Red Pass ប៉ុន្តែពួកគាត់អត់ទៅលេងនៅ SMP ទេពួកគាត់បែរជាមកលេងនៅក្នុង P4 វិញហើយអ្នកគ្នាប្រកាសជាឆ្ងល់ហើយថាចំនៅក្នុង P4 មិនត្រូវ Red Pass កើតគេបានគេហាមអត់ឲ្យ Red Pass ហើយចុះមិនបានខ្ញុំនិយាយថា Red Pass កើតយ៉ាហ្នឹងហើយអ្នកគ្នាគឺថានៅក្នុង P4 ហ្នឹងគឺចាក់ឡាវ៉ាចាក់អីវាអត់ហូរទេប៉ុន្តែមានវិធីមួយដែលអាចបំផ្លាញ Pass គេបានខ្ញុំគឺតែងតែឃើញហើយខ្ញុំក៏បានជួបផ្ទាល់ខ្លួនឯងដែរបើសិនជាខ្ញុំមិនបានជួបខ្លួនឯងទេក៏ខ្ញុំអត់ចេញមកនិយាយដែរហើយខ្ញុំចេញមកនិយាយហ្នឹងគឺខ្ញុំរើម Pass អស់3កន្លែងយ៉ាហ្នឹងហើយកន្លែងដែលខ្ញុំផ្ដើមវីដេអូមុនហ្នឹងគឺជាកន្លែងទី4អញ្ចឹងកុំឲ្យចាក់ប្រធានច្រើនពេកហ្នឹងហើយយើងចូលមកប្រធានបទ Red Pass របស់យើងវិញអ្នកគ្នាឆ្ងល់អត់មិនបានខ្ញុំថានៅក្នុង P4 Red Pass កើតទាំងដែលចាក់ឡាវ៉ាចាក់អីវាអត់ហូរផងហ្នឹងហើយអ្នកគ្នាបើទោះជាចាក់ឡាវ៉ាចាក់អីវាអត់ហូរមែនប៉ុន្តែពួកគាត់ក៏អាច Red Pass បានដែរអ្នកគ្នាតែវិធីរបស់ពួកគាត់ហ្នឹងដែលខ្ញុំតែងតែជួបញឹកជាងគេបំផុតហ្នឹងគឺពួកគាត់បំផ្លាញនៅទីធ្លាដីមុខផ្ទះរបស់យើងហ្នឹងហើយអ្នកគ្នាស្ដាប់អត់ខុសទេពួកគាត់ចាក់ឡាវ៉ាអត់បាន Red Pass អត់បានមែនប៉ុន្តែពួកគាត់បំផ្លាញក្នុងគ្នាមកបំផ្លាញដីជំនាញផ្ទះរបស់យើងគឺថាឡើងម៉ត់និយាយរួមទៅយើងមើលហើយគឺលេងចង់នៅនឹងហ្មងអ្នកណាលក្ខណៈថាដីគេស្អាតស្អាតទៅក្នុងវីដេអូអញ្ចឹងគឺពួកគាត់មកជីកមកកោះកកាយឡើងខ្ទេចហ្នឹងហើយចុងក្រោយខ្ញុំមាននិយាយទេវីដេអូហ្នឹងមានប៉ុណ្្នឹងឯងខ្ញុំចង់ផ្ដាំទៅពួកគាត់ថាបើចង់ Red Pass គឺលេង SMP ឆប់បន្តខ្ញុំចង់សុំទៅពួកគាត់មួយទៀតថាកុំ Red Pass អ្នកដែលនៅ P4 ព្រោះអីពួកគាត់អត់ចេះ PVP ចេះទាំងអស់យ៉ាបានពួកគាត់មកលេង P4 បាយបាយ